មានរឿងនិទានមួយថាអណ្ដើកនិងស្វាសុំធ្វើដន្លងគ្នាតែគ្មានកូនចៅទៅចង់ពន្ធអ្វីទេគ្រាន់តែនិយាយថាយើងរាប់អានគ្នាទៅដន្លងមានការអ្វីរាប់គ្នាទៅវិញទៅមកចំណែកយូរទៅដន្លងខាងស្វានោះគេមានកូនត្រូវរៀបការគេហៅភ្ញៀវពួកស្វាសន្មត់ថ្ងៃនឹងស៊ីការទៅនឹកឃើញអណ្ដើកជាដន្លងថាយើងការកូននេះហៅភ្ញៀវអស់ហើយនៅតែអណ្ដើកជាដន្លងមិនទាន់បានទៅប្រាប់ឥឡូវចិត្តថ្ងៃការណាស់ទៅហើយបើដូច្នោះឲ្យបំរើទៅអញ្ជើញគាត់ផងបំណាច់យើងរាប់អានគ្នាយូរឆ្នាំណាស់មកហើយគិតហើយក៏ចាត់បំរើឲ្យទៅអញ្ជើញថ្ងៃដែលគេប្រជុំញាតិស៊ីការនោះអណ្ដើកក៏ទៅដល់ដែរតែនឹងឡើងទៅស៊ីផឹកនឹងគេមិនរួចពួកស្វាបានឃើញក៏ទៅប្រាប់ដន្លងស្វាថាត្បិតដន្លងអណ្ដើកមកដល់ហើយនៅឯក្រោមដើមឈើដន្លងស្វាចុះមកឃើញអណ្ដើកក៏ប្រាប់ដន្លងឲ្យសុខសប្បាយទេដន្លងឲ្យខំវល់នេះឡើងមកទោះអ្នកណានិយាយអីសួរអីគុំទៅបគេឲ្យសោះតែនិយាយធ្លាក់មកស្លាប់ហើយអណ្ដើកទទួលបណ្ដាំដន្លងនោះសពគ្រប់ហើយក៏ទទួលខំវល់ពួកស្វាទាំងប៉ុន្មានក៏ស្រាវវល់នោះឡើងនាំអណ្ដើកទៅឯថ្នាក់លើលុះទៅចិត្តដល់កន្លែងដែលគេនឹងដាក់នោះជួនជាដន្លងស្រីស្វាឃើញអណ្ដើកក៏សួរដោយរាប់អានថាដន្លងសុខសប្បាយទេឬខ្ញុំមកយូរដែរហើយដន្លងអណ្ដើកភ្លេចពាក្យបណ្ដាំហាមាត់ស្ដីទៅនឹងដន្លងក៏របូតមាត់ធ្លាក់ខ្លួនដល់ដីបែកស្នូកដូចគេបោកនឹងថ្មស្លាប់នៅវេលានោះខានស៊ីការនោះទៅសូមអរគុណបងប្អូនដែលបានទស្សនាដល់ចប់សូមជួយ follow និង share ម្នាក់មួយនិងទទួលបានរឿងល្អមើលជាច្រើនទៀត